ស្ដីអ្នកនរគ្នាខ្ញុំបាទនឹងសមាជិកក្រុមជាក្រុមទី12ឡើងមកបកស្រាយពីពាក្យបច្ចេកទេសវិទ្យាសាស្ត្របាយទៅលើប្រព័ន្ធសាច់ដុំក្នុងចាំនេះជាសមាជិកក្រុមចំពោះពាក្យបច្ចេកទេសវិទ្យាសាស្ត្រមានដូចជាពាក្យទី1 proxy ខាងនិយមមានន័យថាអាហើយ procho cephalic បកប្រែថាតកតងទៅនឹងក្បាលទៅនឹងដៃproxy នេះវាគឺជា word root ហើយ old គឺជា combined vowel ហើយ cephalic នេះ cephal នេះគឺជា word root ទី2ហើយ is នេះគឺជា suffix ពាក្យទី2គឺកាប់នៃកាប់ពោកាប់ភើហើយឧទាហរណ៍ដូចជាពាក្យកាប់ពោទូទៅមានន័យថាការរលំមិនអាចលើកឡើងលើបានហើយពាក្យទី3គឺសេពេកមានន័យថានៃកហើយឧទាហរណ៍សេពេកកផាសលតើតើទៅនឹងកនឹងផ្ទៃមុខហើយពាក្យទី4 host មានន័យថារេបឧទាហរណ៍ដូចជាពាក្យcosto concretis ការលឿនស្លាកនៅចន្ទនីទី2ទី5ពាក្យទី5គឺ granny ឧទាហរណ៍ជា granome មានន័យថា granome ឧទាហរណ៍ដូចជា craniotomy ការវែកកាត់បើកឆ្អឹងលលាក្បាលហើយពាក្យទី6គឺdati មានន័យថាdigit ឧទាហរណ៍ដូចជាពាក្យsidactylism បកប្រែថាលក្ខណៈដែលម្រាមដៃឬក៏ជើងជាប់គ្នាហើយស្វែងរកសូមទេទៅកម្មវិធីរបស់ខ្ញុំអរគុណបាទសម្រាប់ការទេជាដំបូងសូមជម្រាបសួរអ្នកគ្រូនិងសួស្តីទៅកម្មវិធីទាំងអស់គ្នាហើយពាក្យបន្ទាប់នេះគឺ spoke delay case ដែលបកប្រែថាការរលាកនៅលើឆ្អឹងខ្នងហើយspoke delay ហ្នឹងគឺជា word root ហើយ it is គឺជា suffix ដោយ suffix នេះផ្ដើមដោយស្រៈអញ្ចឹងយើងអត់ត្រូវមាន combining vowel ដែលយើងត្រូវខាង o ទេពាក្យបន្ទាប់គឺ coastal vertebra ដែលបកប្រែមកថាតើតើទៅនឹងឆ្អឹងនេះនិងឆ្អឹងខ្នងដោយក្នុងនេះដែរវាមាន word root ចំនួន2ហើយយើងដឹងថា word root ទី1គឺយើងត្រូវដូរវាទៅជា combining vowel auto បន្ទាប់មក word root ទី2យើងត្រូវមើលទៅលើ suffix ដោយ suffix វាផ្ដើមដោយស្រៈអញ្ចឹងយើងអត់ត្រូវទៅខាង o ដែលជា combining vowel ទេហើយពាក្យបន្ទាប់ទៀតគឺ sternal ដែលតើតើទៅនឹងឆ្អឹងសន្ទះទ្រូងដែល star នោះគឺជា word root ហើយ r នោះគឺជា suffix ហើយពាក្យបន្តទៀតគឺតរកោឌីនីដែលបកប្រែមកថាការជួយទ្រូងហើយតរៈនោះគឺជា word root អូគឺជា combining vowel ហើយឌីនីនេះគឺជា suffix ដោយឌីនីវាផ្ដើមឡើងដោយជនជំនាញចិត្តយើងត្រូវមាន combining vowel ហើយចំណុចខ្ញុំធ្វើបានបញ្ចប់សូមទេទៅឲ្យមិត្តរួមក្រុមបន្តមកសម្រាប់ការទេខាងខ្ញុំសូមជម្រាបសួរគ្រូនិងសូមឲ្យបងប្អូនទាំងអស់គ្នាខ្ញុំឡើងនៅខសាយបន្តពីខាងBoard of Over Islamic taste ដែលមានថាស្អំតែក្រោមហើយវិធីមួយគឺកោការនៃអូដែលកោការដែលគឺថាគឺជាកោការនៃអូហើយឧទាហរណ៍គឺកោនៃអូទីនេះដែលមានថាការជិះចាប់នៅត្រង់អង្គកែងជើងដែលកោការនៃរបស់យើងនោះគឺជា word root ហើយនេះរបស់យើងគឺជា suffix ហើយដោយសារតែនៅមុខ suffix របស់យើងគឺវាជាផ្សេងគ្នាតែហើយយើងត្រូវប្រែវាទៅជា combining vowel ទី2 femoral ដែលមានន័យថា femur ហើយឧទាហរណ៍គឺ femoral ដែលមានន័យថាចាក់តង់ទៅនឹងឆ្អឹងប៉ុនហើយដែល femur របស់យើងនោះគឺជា word root គេរបស់យើងនោះវាគឺជា suffix ហើយដោយសារតែ suffix របស់យើងនោះវាដល់មកដោយជាអ្នកតែហើយយើងអត់មានត្រូវដូរវាទៅជា combining vowel អីទេហើយទី3គឺ ischio ដែលមានន័យថា ischio ដែលឧទាហរណ៍ដូចជាischio ដែលតើតើទៅនឹងischio ហើយischio របស់យើងហ្នឹងគឺវាបាននៅ word root ដល់ពេលរបស់យើងហ្នឹងវាគឺតាមមកដោយ suffix ដែលសារតែ suffix របស់យើងហ្នឹងគឺវាបានមកដោយ
ស្រាក់ចិត្តហើយយើងអត់មានដូរវាទៅជាកម្លាំងនេះវល់អីទេហើយកម្មវិធីរបស់យើងក៏បានចាំខ្ញុំសូមទេទូរទស្សន៍ឲ្យលើក្រុមអរគុណមកសម្រាប់ការផ្ទេររបស់ខ្ញុំសូមជម្រាបសួរអ្នកគ្រូនិងសួស្តីមកទាំងអស់គ្នាអាចមានន័យថាជួនអត្ថទី3មានការប្រកាសក៏ឆ្លងតំណាក់ដែលអាចគឺជាវត្តរូបហើយในសាតាសពរបស់យើងណាគឺផ្ដើមដល់ខ្ញុំជំនាញចុះគឺយើងត្រូវរកវាទៅជាប្រមាណមីម៉ូវ៉ាមួយទៀតគឺអាក្រូមីដែលមានន័យថាអាក្រូមានឧទាហរណ៍អាក្រូមីណូclass week កូឡាសម្រាប់ចុះពីស្មាទៅនឹងឆ្អឹងក្នុងប្រវត្តិដែលអាក្រូមីគឺបរិបទទី1ហើយបរិបទដោយសារតែបរិបទទី1ហ្នឹងគឺយើងត្រូវរកវាទៅជាប្រមាណមីម៉ូវ៉ាអូតូហើយclass week ហ្នឹងបរិបទទី2ហើយយូឡាហ្នឹងគឺសពវិញអាន់គេឬក៏ស្ទីណេតឧទាហរណ៍អាន់គេឡូស៊ីភាពមិនអាចកំណត់បាននៃសញ្ញាដែលអាន់គេគឺជាវត្តរូបហើយអូស៊ីគឺជាសពវិញខនឌីឬក៏មានន័យថាខនឌីឡេឧទាហរណ៍ខនឌីឡេតូមីវាកាត់ខនឌីចាញ់ឡាមីមានន័យថាឡាមីណាតូមីការវេសកាត់ឡាមីណាចាញ់ចំណុចប៉ុណ្ណឹងមានតែប៉ុណ្ណឹងសូមទេអានលោកគ្រូក្រុមខ្ញុំសូមជម្រាបសួរអ្នកគ្រូនិងសិស្សនិស្សិតទាំងអស់គ្នាខ្ញុំធ្វើការបង្ហាញដល់តពីមិត្តភ័ក្តិមកយ៉ាមានន័យថា1 arrow តែឧទាហរណ៍មកយ៉ា loss សិលេមកយ៉ានេះគឺជាវត្តរូបអូគឺជាកបាញ់មីវងដែរចំណែកសិលេនេះគឺជាសាហ្វិចដែលមានន័យថាការខូចខាតស្វែងខតមានន័យថាtrend top pendant នេះគឺជាវត្តរូបទី1ដែលយើងបំលែងនេះគឺជាកម្លាំងមីម៉ូវ៉ាអូតូផែនគឺជាវត្តរូបទី2គឺជាសាហ្វិចដែលមានន័យថាការវិវត្តកម្មព្យាបាលសាច់ដុំចាំស្លាក់អូស្តេមានន័យថាបនអូស្តេអូម៉ានេះគឺជាវត្តរូបអូម៉ាគឺជាសាហ្វិចដែលមានន័យថាទៅលូតលាស់នៅលើឬក៏នៅក្នុងឆ្អឹងថនមានន័យថាកាទីឡាថនត្រៃធីសថនគឺជាវត្តរូបអេធីសគឺជាសាហ្វិចដែលមានន័យថាការរលាយសង្កេតលេអូមីដែលមានន័យថា smooth motion លេអូមីយ៉ូម៉ាលេអូមីនេះគឺជាវត្តរូបអូម៉ាគឺជាសាហ្វិចដែលមានន័យថាដុំទៅលើសាច់ដុំរលងឬនៅក្នុងតាមពោះចំណុចបន្តយើងសូមទេលការវិភាគជាដំបូងខ្ញុំសូមជម្រាបសួរអ្នកគ្រូនិងសួស្តីដល់មិត្តភក្តិទាំងអស់គ្នានេះខ្ញុំឡើងមកបកស្រាយនៅចំណុចបន្ទាប់ម៉ៃដៃថាមកសតឧទាហរណ៍ម៉ៃម៉ាដុំក្នុងសាច់ដុំម៉ៃនេះជាវត្តរូបអូម៉ានេះជាសាហ្វិចហើយសាហ្វិចរបស់យើងផ្ដើមដោយស្រាក់ចឹងវត្តរូបរបស់យើងអត់បំលែងទៅជាបំលែងនេះមួយបែបទេrectal អូបៀនសាច់ដុំនៅក្នុង straight muscle head
វិញការវាកាត់ tendon 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 this ការរលាក tendon ចំណុចរបស់ខ្ញុំត្រូវបានវាចុះទៅមករួមក្រុមអរគុណណាស់មកកាត់ទេចំណុចទី2រៀបរាប់ពីប្រចាំបានចែកទៅនឹងប្រព័ន្ធបេតុងស្អាតវាអូនទេអូក្លាមានន័យថាកម្មការមានទីក្នុងការបង្កើតកម្មដោយអូនទេជាវរុសអូជាសមាជិកប្រវែងក្នុងក្លាជាតាខុយទី2អូនទេអូក្លាទីមានន័យថាដំណើរការបង្កើតកម្មដោយអូនទេជាវរុសអូជាសមាជិកប្រវែងក្លាទីជាតាខុយអត្រោរេទីមានន័យថាការធ្វើការដើម្បីចប់សាលាដោយអាចជាវរុសអូជាសមាជិកប្រវែងទេទីជាតាខុយអូនទេអូម៉ាទីមានន័យថាការរលាកនៃឆ្អឹងដោយអូនទេជាវរុសអូជាសមាជិកប្រវែងនិងម៉ាទីជាតាខុយទីប៉ាទីមានន័យថាការលូតលាស់ផ្នែកឆ្អឹងវែងមានន័យដោយទីជាវរុសម៉ាទីជាតាខុយចំណុចបន្ទាប់សូមទេឲ្យបានជំរាបសួរអ្នកគ្រូវិទ្យាស្ដីភាសាអង់គ្លេសក្នុងបន្តចំណុចពីមិត្តភ័ក្តិរបស់ខ្ញុំចំពោះប្រចាំបទនីតិ plastic មានន័យថា surgical repair ឧទាហរណ៍ arthroplasty ដែលមានអាចជាវត្តរូបហើយ O ជា commanding vowel ហើយនឹង plastic ជា suffix មានន័យថាការវះកាត់ស្អាតសម្រាប់ប្រចាំបទនីតិ porosis ដែលមានន័យថា porous ឧទាហរណ៍ osteoporosis មានន័យថាភាពងាយរងបាក់បែកនៃឆ្អឹងឬក៏គុកឆ្អឹងប្រចាំបទនីតិ schisis ដែលមានន័យថា achysis ឧទាហរណ៍ rachis ដែលមាន rachis ជាវត្តរូបហើយនិង schisis នោះជា schisis ជា suffix មានន័យថាការបែកស្បែកឆ្អឹងscopy មានន័យថា visual examination ឧទាហរណ៍ arthroscopy ដែលមានន័យថាការឆ្លងពិនិត្យមើលសម្រាប់ចំពោះបបបនៃពាក្យ AP មានន័យថាអបអរឬក៏អភ័ណ្ឌឧទាហរណ៍ epiphysis មានន័យថាការលូតលាស់នៃឆ្អឹងផ្នែកលើហើយនឹងពាក្យសាក់មានន័យថា under ឬក៏ below ឧទាហរណ៍ substep normal មានន័យថាតកតងនឹងការឈឺតំបន់ក្រុមឆ្អឹងសង្កេតរូបការបកស្រាយរបស់ក្រុមយើងខ្ញុំបានបញ្ចប់អរគុណអ្នកគ្រូហើយនិងមិត្តភក្តិអរគុណដែលបានចូលរួមស្ដាប់